តោះសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកណែនាំអ្នកទាំងអស់គ្នាពីរបៀបក្នុងការបត់ផ្កាអង្គាសសិលហើយចំពោះវីដេអូនេះខ្ញុំអធិស្ឋានដែរបើសិនជាអ្នកទាំងអស់គ្នាមើលទៅអត់ស្អាតអីអធិស្ឋានផងណាដោយសារតែខ្ញុំទើបតែរៀនថ្មីដែរទេជាងចំពោះវិធីក្នុងការបត់វិញគឺយើងមានប្រភេទលួសជាមួយនឹងប៊ិចធម្មតាយើងរៀងមូលមកដើមទៅជាងចំពោះការបត់វិញគឺងាយអ្នកទាំងអស់គ្នាគ្រាន់តែយកលួសហ្នឹងមករុំនៅលើប៊ិចហ្វឺតហ្នឹងទៅគឺអាចធ្វើការបត់ចេញជាផ្កាបានហើយចំពោះវិធីក្នុងការរុំអ្នកទាំងអស់គ្នាអាចធ្វើការរុំចំនួន5ជុំអ្នកទាំងអស់គ្នាអញ្ចឹងដូចវីដេអូហ្នឹងគឺអ្នកទាំងអស់គ្នាធ្វើការរុំ5ជុំរួចអ្នកទាំងអស់គ្នាធ្វើការពាត់លួសនឹងចូលគ្នាទៅគឺវាបានហើយឥឡូវយើងចាប់ផ្ដើមបញ្ចូលតំណងលួសម្ខាងចូលទៅក្នុងស្រទាប់ផ្កាដើម្បីឲ្យចេញជាត្របកអញ្ចឹងអ្នកទាំងអស់គ្នាបញ្ចូលរួចអ្នកទាំងអស់គ្នាធ្វើការរមូលវាម្ដងទៀតបន្ទាប់ពីយើងធ្វើការរមូលម្ដងទៀតគឺផ្កាយើងគឺដល់ដំណាក់កាលមួយចិត្តរួចស្រេចហើយចឹងរឿងគ្រាន់តែធ្វើការលាជាមួយនឹងស្រទាប់ផ្កាទៅគឺបានហើយអ្នកនរគ្នាមើលតាមវីដេអូនឹងបានណាចឹងសម្រាប់លួសនេះគឺងាយស្រួលខ្លាំងមែនទែនដោយសារវាជាប្រភេទលួសចឹងយើងអាចបត់បែនទៅខាងណាក៏បានដែរចឹងអ្នកនរគ្នាអាចធ្វើការស្រែកចុះស្រែកឡើងទៅគឺវាចេញជាផ្កាមួយដ៏ស្រស់ស្អាតហើយបញ្ជាក់ផងដែរផ្កានេះគឺអត់មានបណ្ដូលខាងក្នុងទេដោយសារតែយើងធ្វើនៅលួសតែចឹងបើសិនជាយើងធ្វើប្រភេទផ្កាធំយើងដាក់បណ្ដូលខាងក្នុងទៅគឺវាស្អាតអ្នកនរគ្នាចឹងចំពោះផ្កានេះគឺយើងធ្វើតូចទេអ្នកនរគ្នាយើងអាចធ្វើកម្រងផ្កាចឹងចឹងយើងអត់ចាំបាច់ដាក់ជាមួយនឹងបណ្ដូលផ្កាទេដោយសារតែផ្កានេះគឺយើងធ្វើក្នុងលក្ខណៈតូចល្អិត